រងាបការកោចាបងប្អូនចាដែលលើជំរឿនរងាបការកោទេចាគឺរងារួញដៃរួញជើងចាមិនហ៊ានប៉ះទឹកយប់ឡើងវិញនៅខាងនេះខ្ញុំចា20អង្សា19អង្សាបងប្អូនអើយចាបើព្រលឹមចាវិញ21 20អង្សាតិចណាស់ពុកម៉ែបងប្អូនអើយចាឲ្យជ្រុកមិនដឹងគ្នាតិចមិនទៅចាបើបាញ់ទឹកគ្នាទាំងព្រលឹមអុលអញ្ចឹងចាបើមិនបាញ់ណាចាត្រូវតែសម្អាតត្រង់នឹងឯងយសាវាអាចច្រើនបងប្អូនចាថ្ងៃនេះនឹងខ្ញុំបានសម្លកកោពុកម៉ែបងប្អូនអើយនិយាយពីថាជាតិនោះជាតិចាបានត្រាប់ពុតញោមខ្ចីចាបានផ្កាលហុងផងចាបងប្អូនចាជាតិអូជាតិចាដាក់ទៅក៏ផ្អែមឆ្ងាញ់ណាស់ចាហើយនេះគឺស្លឹកត្រចៀកក្រាញ់ណាពុកម៉ែបងប្អូនចាឃើញល្អពេកក៏ដាក់មកវីដេអូទៅបងប្អូនអើយនិយាយពីថាល្អលឹះលង្ខៀវប្រព្រឹកចាល្អណាស់បងប្អូនអើយចាធ្វើទឹកត្រចៀកក្រាញ់ញ៉ាំចាល្អដល់សុខភាពត្រចៀកខាងក្នុងបងប្អូនចាអ្នកដែលមានក្តៅខ្លួនហៀងអីបងប្អូនចាក្តៅខ្លួនអត់បាត់អីញ៉ាំទឹកត្រចៀកក្រាញ់ហ្នឹងចាសុខភាពល្អណាស់ចាដូចអត់សុទ្ធទឹកអញ្ចឹងចាញ៉ាំទៅក៏ត្រជាក់ខ្លួនចាយើងសម្រានក៏លក់ស្រួលចាឲ្យតែថាសម្លកកូរម្ដងណាបងប្អូនចាថាផ្សំគ្រឿងលិចកាត់និយាយពីថាស្លោតែបន្តិចទេបងប្អូនចាប៉ុន្តែបានដែរបានតិចដូចចិត្តទេបងប្អូនដោយសារតែអត់សូវមានគ្នាញ៉ាំតែថ្ងៃនេះហ៎លោកអ្នកបាននាងខ្ញុំក៏មិននៅចាកម្មករក៏2 3នាក់ទេប៉ុន្តែនិយាយពីថាស្លោមកខ្ទះធំតែម្ដងបងប្អូនចាដោយសារតែស្លកកូរដូចដឹងអញ្ចឹងចាដាក់នេះបន្តិចអានោះបន្តិចចាបងប្អូនអើយចាមកមុខបន្តិចមកមុខបន្តិចចាំមកខ្ទះតែម្ដងឲ្យតែថាបានផ្សំគ្រឿងសម្លកកូរម្ដងណាគឺថាជក់ចិត្តជក់អារម្មណ៍តែម្ដងចាស្លោតាន់តិចក៏មិនដែលបានបន្តិចទេចាអានេះបន្តិចអានោះបន្តិចមកឆ្នាំងធំមកខ្ទះធំចាផ្ទះណាដូចផ្ទះនឹងខ្ញុំខ្លះចាស្លកកូរចាមួយអាទិត្យហុចណាស់ក៏3 ដងទៅ 4 ដងដែរក្នុងមួយអាទិត្យចូលចិត្តណាស់ពុកម៉ែបងប្អូនចាដោយសារសម្លកកូរយើងមិនសូវជាប្រើសាច់ច្រើនក៏ឆ្ងាញ់ដែរបងប្អូនចាដាក់តែបន្លែច្រើនចូលគ្នាទៅចាដូចនេះខ្ញុំព្រឹកនេះអញ្ចឹងអត់ដាក់ច្រើនទេដាក់តែកំពឹសចាទិញគេ3000បងប្អូនចាហើយក៏មិនបានស្លោទាំងអស់ដែរបងប្អូនចាដួសទុកខ្លះទៀតចាដោយសារតែកំពឹសយើងធម្មជាតិអញ្ចឹងហើយទិញអ្នកនៅភូមិឯងអញ្ចឹងបានច្រើនណាបងប្អូនចាអញ្ចឹងហើយក៏ទុកខ្លះស្លោតែខ្លះទេចាអត់បានស្លោទាំងអស់ទេចាសម្រាប់គ្រឿងនឹងខ្ញុំថ្ងៃនេះវិញមើលទៅឃើញឃីវដោយសារតែនេះខ្ញុំប្រើស្លឹកគ្រៃចានេះខ្ញុំអត់សូវប្រើគល់តែបងប្អូនចាប្រើគល់តែមួយគល់ពីរទេប៉ុន្តែស្លឹកវិញនេះខ្ញុំហាន់ចូលច្រើនហើយខ្ទឹមក៏ប្រើច្រើនរំដេងក៏ប្រើច្រើនចាហើយរំដេងនេះខ្ញុំយកទៅដុតចាប្រើខ្ជាយក៏ច្រើនចាល្មៀតនេះខ្ញុំដាក់តែ2 កូនដុំទេចាស្លឹកក្រូចសើចក៏នេះខ្ញុំអត់សូវប្រើច្រើនដែរចាហើយយើងបុកលាយអង្ករលីងបងប្អូនចាគឺឆ្ងាញ់មែនតើចាដោយសារតែនេះខ្ញុំត្រឡប់ចេះធ្វើតាមលោកយីនេះខ្ញុំក៏ធ្វើតែអញ្ចឹងបងប្អូនចាអញ្ចឹងហើយក៏ត្រឡប់ធ្វើតែអញ្ចឹងឯងមិនសូវជាមានរបៀបរបបត្រឹមត្រូវប្រហែលទេប៉ុន្តែសម្លចេញមកគឺឆ្ងាញ់ដោយសារថ្ងៃនេះខ្ញុំអត់មានដូងធម្មជាតិណាក៏ប្រើខ្ទិះកំប៉ុងទៅមិនសូវជាប្រើខ្ទិះច្រើនទេប៉ុន្តែខ្ញុំទុកដាក់ពេលដែលយើងស្លយើងឆ្អិនហើយបើខ្ញុំដាក់ខ្ទិះចូលច្រើនតែម្ដងដោយសារដាក់ខ្ទិះទៅពីដើមទីទៅវាបាត់ជាតិខ្ទិះអស់ហ្នឹងបងចាខ្ទិះកំប៉ុងវាដូចអាខ្ទិះដូងយើងធម្មជាតិទេចាបើខ្ទិះដូងយើងធម្មជាតិយើងដាក់ទៅពេលកូរគ្រឿងយើងដាក់ពេលកូរបន្លែយើងដាក់អញ្ចឹងទៅខ្ទិះនៅតែឈ្ងុយល្អប៉ុន្តែដល់ពេលខ្ទិះកំប៉ុងចាំដាក់ពេលឆ្អិនហើយទៅបងប្អូនចាបើថាយើងដាក់ទៅពេលនេះទៅខ្ទិះវាបាត់រសជាតិអស់ហើយចាសាឡននេះខ្ញុំកណេះងាយធម្មតាបងប្អូនចាដោយសារតែនេះខ្ញុំធ្វើបញ្ញាប់ញ៉ាំហើយក៏មិនបានជិះមានក្បួនមានខ្នាតអីដែរបងប្អូនចានេះមកខ្ទះបងប្អូនចាខ្ទះហ្នឹងមិនមែនអាខ្ទះទូចហ្មងតែបងប្អូនចាខ្ទះធំតែម្ដងឆ្អិនហើយនេះអត់បានរៀបរាប់ពីរបៀបធ្វើទេបងប្អូនអើយតែចាសម្លកកូរចាងាយអ្នកណាក៏ចេះធ្វើដែរបងប្អូនចានេះខ្ញុំចេញមកនេះគឺថាកូនតថតវីដេអូកំសាន្តចាជាតែឆ្លៀតថតទៅណាបងប្អូនចាមិនមែនជាអ្នកអាជីពអ្នកជាចុងភៅជាអីចេញមកបង្ហាញរបៀបធ្វើរបៀបអីចាមិនហ៊ានតាំងខ្លួនឯងជាអ្នកចេះទេបងប្អូនចាបងប្អូនខ្លះក៏ធ្វើរបៀបផ្សេងខុសពីនេះខ្ញុំចានេះខ្ញុំពេលខ្លះក៏ធ្វើអញ្ចេះពេលខ្លះក៏ធ្វើអញ្ចោះដែរបងប្អូនទេតាមគ្រឿងផ្សំថ្ងៃណាក៏មានអានេះក៏ស្លបែបនេះថ្ងៃណាមាននោះក៏ស្លបែបនោះចាបងប្អូនចាមិនដូចគ្នាទេបងប្អូនចាឲ្យតែចេញមកដាក់អង្ករលីងដាក់ខ្ទិះដូងដាក់អីទៅចាកកោហើយបងប្អូនចានេះដូចខ្ទិះដូងអញ្ចឹងនេះខ្ញុំតតែឆ្អិនហើយបើនេះខ្ញុំដាក់ឲ្យកូរពី3 ត្រឡប់ 4 5 ត្រឡប់មកគឺលើកតែម្ដងចាអត់ទុកយូរនៅលើចក្រានទេដោយសារខ្ទិះកំប៉ុងវាងាយនឹងបាត់បង់ក្លិនងាយនឹងបាត់បង់រសជាតិណាពុកម៉ែបងប្អូនចាអញ្ចឹងហើយនេះខ្ញុំកូរតែ 4 5 ត្រឡប់គឺលើកចេញមកតែម្ដងអត់ទុកយូរនៅលើចក្រានទេចាប៉ុន្តែខ្ញុំធានាថារសជាតិខ្ទិះគឺនៅឆ្ងាញ់ហើយក្លិនក៏នៅឈ្ងុយល្អដែរបងប្អូនចា
ដោយសារតែនាងខ្ញុំត្រឡប់ធ្វើតែបែបហ្នឹងឪពុកម៉ែបងប្អូនចាបើមានខ្ទិះដូងយើងធម្មជាតិវិញគឺថាធ្វើបែបហ្នឹងរឹតតែឆ្ងាញ់រឹតតែឈ្ងុយតា